ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ5កើតខែអាសាឍឆ្នាំមមីឆសាពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី1ខែកក្កដាឆ្នាំ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅសមាគមសិទ្ធិមនុស្សអាត60ធ្វើសន្និសីទសារព័ត៌មានស្ដីពីការគម្រាមកំហែងជនជាតិដើមភាគតិចសកម្មជនការពារធនធានធម្មជាតិនៅកម្ពុជាកាលពីព្រឹកមិញនេះសមាគមសិទ្ធិមនុស្សអាត60បានធ្វើសន្និសីទសារព័ត៌មានមួយស្ដីពីការគម្រាមកំហែងជនជាតិដើមភាគតិចសកម្មជនការពារធនធានធម្មជាតិនៅកម្ពុជាក្រមអធិបតីភាពលោកនីចរិយាប្រធានផ្នែកច្បាប់នៃសមាគមសិទ្ធិមនុស្សអាត60ក្នុងសន្និសីទសារព័ត៌មាននោះលោកនីចរិយាប្រធានផ្នែកច្បាប់នៃសមាគមសិទ្ធិមនុស្សអាត60បានមានប្រសាសន៍ផ្ដោតលើអាជ្ញាធរមូលដ្ឋានខົບខិតគ្នាជាមួយឈ្មួញគម្រាមកំហែងប្រើអំពើហិង្សាលើជនជាតិដើមភាគតិចដែលចូលរួមការពារព្រៃឈើយើងមានការសោកស្ដាយយ៉ាងខ្លាំងទៅលើសកម្មភាពទាំងឡាយដែលបងប្អូនប្រជាពលរដ្ឋកំពុងតែចូលរួមសកម្មភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើហើយបែរទៅជាទទួលរងនៅការចោទប្រកាន់ការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋានក៏ដូចជាពីមន្ត្រីថ្នាក់ខេត្តមួយចំនួនដែលអាចនឹងមានការពាក់ព័ន្ធទៅនឹងផលប្រយោជន៍ដែលបានមកពីការកាប់បំផ្លាញព្រៃឈើនេះជាក់ស្ដែងយើងឃើញថានៅក្នុងអំឡុងពេលដើមឆ្នាំ2014នេះយើងឃើញថាមានជនជាតិដើមភាគតិចចំនួនប្រហែលជា110នាក់ដែលត្រូវទទួលរងនៅការចោទប្រកាន់ផ្សេងពីតុលាការផងពីអាជ្ញាធរមូលដ្ឋានផងហើយដែលការចោទប្រកាន់នេះដោយសារតែពួកគាត់បានធ្វើសកម្មភាពក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃឈើដូចជាការទប់ស្កាត់មិនឲ្យមានការកាប់ព្រៃឈើនៅក្នុងតំបន់មួយចំនួនដែលជាតំបន់របស់ដូនតារបស់គាត់ដូចជាកន្លែងព្រៃច្បោះដូចជាកន្លែងសពដូនតានិងព្រៃធ្វើចំការវល់ជុំអីរបស់ពួកគាត់នេះថាត្រូវទៅបានការកាប់បំផ្លាញទៅបានកាប់បំផ្លាញដោយក្រុមហ៊ុនឯកជនតាមរយៈនៃការផ្ដល់ដីសន្តិភាពសេដ្ឋកិច្ចអានេះជាបញ្ហាធំហើយយើងឃើញថាទន្ទឹមនឹងមានការកាប់មានការចោទប្រកាន់ទៅលើជនជាតិដើមភាគតិចនឹងការគំរាមកំហែងទៅលើសុវត្ថិភាពរបស់បងប្អូនជនជាតិដើមភាគតិចដែលជាតំណាងសហគមន៍ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះយើងឃើញថាមានប្រជាពលរដ្ឋខ្មែរតំណាងសហគមន៍ជាច្រើនរយនាក់ទៀតមកដល់ពេលនេះក៏ទទួលរងការគំរាមកំហែងតាមរយៈតាមរូបភាពដូចគ្នានេះដែរគឺដោយសារតែមន្ត្រីមូលដ្ឋានដូចជាប៉ូលីសមូលដ្ឋានហើយទៅសាកសួរទៅគម្រាមកំហែងមិនឲ្យធ្វើសកម្មភាពក្នុងការល្បាតលើការកាប់បំផ្លាញព្រៃឈើជាដើមសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រមានធ្វើបាតកម្ម3ថ្ងៃប្រឆាំងអំពើពុករលួយនៅក្រុងប៉ោយប៉ែតតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជានិងដឹកនាំអាជីវករធ្វើបាតកម្មនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតប្រឆាំងអាជ្ញាធរថៃនិងនគរបាលអន្តរប្រវេសន៍កម្ពុជាយកលុយខុសច្បាប់ខណៈដែលពលករខ្មែរចេញចូលធ្វើការនៅប្រទេសថៃគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងតាមរយៈប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោកដិនពុទ្ធីប្រាប់នៅថ្ងៃអង្គារនេះថាអ្នករត់តាក់ស៊ីអ្នករត់ម៉ូតូឌុបអាជីវករនិងកម្មករអូរ៉ូតេនឹងធ្វើបាតកម្មរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែកក្កដាដើម្បីទាមទារឲ្យភាគីថៃនិងខ្មែរបញ្ឈប់ជំរិតយកលុយពីភាគីខ្មែរខុសច្បាប់និងលក្ខខណ្ឌមួយចំនួនទៀតលោកដិនពុទ្ធីបន្តថាការធ្វើបាតកម្មនេះទាមទារលក្ខខណ្ឌចំនួន11ចំណុចរួមមានទាមទារឲ្យឡានខ្មែរចូលថៃធម្មតាវិញស្នើឲ្យភាគីថៃបញ្ឈប់ជំរិតយកលុយពីភាគីខ្មែរសូមឲ្យនគរបាលអន្តរប្រវេសន៍ខ្មែរបញ្ឈប់យកលុយ70បាតពីខ្មែរដែលខុសពីនីតិវិធីនិងសូមឲ្យមន្ត្រីគយនៅច្រកព្រំដែនទ្វីបអន្តរជាតិប៉ោយប៉ែតបញ្ឈប់ការយកលុយថ្លៃកម្មករអូរ៉ូតេពេលឆ្លងកាត់មន្ត្រីសម្របសម្រួលនៃសមាគមអាត60ខេត្តបន្ទាយមានជ័យលោកសុំច័ន្ទគីមានប្រសាសន៍ថាបាតកម្មគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការទាមទារអ្វីមួយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដូចនេះអាជ្ញាធរគួរតែអនុញ្ញាតនិងសម្របសម្រួលជូនពួកគាត់លោកបន្តថាបញ្ហាដែលអាជ្ញាធរថៃនិងកម្ពុជាយកលុយខុសច្បាប់នៅតែកើតមានឡើងជារឿយៗ
ចាប់ពីដើមខែមិថុនាមកពលករខ្មែរជាង 25,000 នាក់ត្រូវបានអាជ្ញាធរថៃចាប់ដាក់រថយន្តទ្រុងបញ្ជូនមកកាន់កម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាត់ដំបងឧត្តរមានជ័យនិងខេត្តប៉ៃលិនក្រោមហេតុផលពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសនិងជៀសវាងការជួញដូរមនុស្សប៉ុន្តែក្រោយមកពលករទាំងស្របច្បាប់និងខុសច្បាប់នៅតែបន្តទៅរកការងារធ្វើនៅប្រទេសថៃវិញដោយសារមិនមានការងារនៅកម្ពុជាគ្រប់គ្រាន់ឬការងារទទួលបានតម្លៃឈ្នួលតិចកម្មករផ្នែកវិញ្ញាណភ័ណ្ឌនឹងដឹងពីប្រាក់ឈ្នួលនៅខែតុលាលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាកម្មករនិយោជិតផ្នែកវិញ្ញាណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងនឹងដឹងពីប្រាក់ឈ្នួលអបបរមារបស់ពួកគេសម្រាប់ឆ្នាំ 2015 នៅដើមខែតុលាខាងមុខនេះដែលកំណត់ដោយគណៈកម្មការប្រឹក្សាការងារហើយការកំណត់ប្រើប្រាស់ប្រាក់ឈ្នួលនឹងចុះជាធរមាននៅថ្ងៃទី 1 ខែមករាគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងទៀតថាគណៈកម្មការក៏បានកំណត់យកខែសីហាជាការចាប់ផ្ដើមពិភាក្សាប្រាក់ឈ្នួលអបបរមាជាលក្ខណៈទ្វេភាគីនយោជកនិងសហជីពនិងយកខែកញ្ញាជាការចាប់ផ្ដើមពិភាក្សាជាលក្ខណៈត្រីភាគីនិងចុងបញ្ចប់គឺនៅដើមខែតុលាជាពេលវេលាធ្វើការសម្រេចប្រាក់ឈ្នួលអបបរមាជូនកម្មករសម្រាប់ឆ្នាំ 2015 លោកអាត់ធុនប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាស៊ីខាឌូបាននិយាយការពីថ្ងៃម្សិលមិញថាកម្មករចង់បានប្រាក់ឈ្នួលសម្រាប់ឆ្នាំ 2015 ត្រូវអនុវត្តចាប់ពីខែតុលាឆ្នាំនេះតែម្ដងលោកបានថ្លែងថាកម្មករចង់បានការអនុវត្តនៅឆ្នាំនេះដូចនេះក្នុងនាមជាតំណាងឲ្យកម្មករយើងត្រូវតែធ្វើតាមការទាមទាររបស់ពួកគេប៉ុន្តែបែរជាអ្នកតំណាងឲ្យកម្មករមិនបានដើរតួជាតំណាងសម្រាប់ពួកគេសោះសូមរំលឹកថាដោយសារតែការទាមទារប្រាក់ខែនេះហើយទើបកាលពីដើមខែមករានៅផ្លូវវិញស្រេងបានបណ្ដាលឲ្យមានការផ្ទុះហិង្សារវាងកម្លាំងសមត្ថកិច្ចចម្រុះបណ្ដាលឲ្យកម្មករចំនួន 5 នាក់បានស្លាប់បាត់បង់ជីវិតនិងកម្មករចំនួន 13 នាក់ត្រូវចាប់ខ្លួននិងមួយចំនួនទៀតបានរងរបួសសង្គមស៊ីវិលថាទំនាស់ដីធ្លីបន្តកើតមានព្រោះការដោះស្រាយគ្មានប្រសិទ្ធភាពតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាអង្គការសង្គមស៊ីវិលធ្វើការលើវិស័យដីធ្លីលើកឡើងថាទំនាស់ដីធ្លីនៅកម្ពុជានៅតែបន្តកើតមានដោយសារយន្តការដោះស្រាយវិវាទមិនមានប្រសិទ្ធភាពហើយអាជ្ញាធរមូលដ្ឋានមិនអើពើពីទំនាស់ដែលកើតឡើងដោយសារការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចគេហទំព័រដដែលនេះបានបន្តឲ្យដឹងទៀតថាការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី 30 ខែមិថុនាក្នុងកិច្ចពិភាក្សាស្ដីពីស្ថានភាពសិទ្ធិដីធ្លីនិងទំនួលខុសត្រូវរបស់សាជីវកម្មដើម្បីលើកកម្ពស់សិទ្ធិមនុស្សដែលមានតំណាងអង្គការនិងតំណាងសហគមន៍រងគ្រោះជាង 200 នាក់ចូលរួមប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្មលោកមេធាវីសុកសំអឿនមានប្រសាសន៍ថាបើទោះបីជាច្បាប់ភូមិបាលនិងបទកថាគតិយុត្តបានបង្កើតជាបន្តក្តីតែបញ្ហាទំនាស់ដីធ្លីនៅតែកើតមាននិងបានក្លាយជាបាតុកម្មក្រោមរូបភាពជាច្រើនដោយសារតែច្បាប់ទាំងនោះមិនត្រូវបានអនុវត្តពេញលេញនៅឡើយទន្ទឹមនឹងនេះលោកសង្កេតឃើញថាយន្តការដោះស្រាយវិវាទតាមរយៈគណៈកម្មការសុរិយោដីរហូតដល់ប្រព័ន្ធតុលាការគឺមានតិចតួចណាស់ដែលចេញជាលទ្ធផលក្រោមកិច្ចអន្តរាគមន៍របស់អង្គការក្រៅរដ្ឋាភិបាលប្រធានផ្នែកដីធ្លីនៃសមាគមអាតហុកលោកឡាត់គីសិក្សាឃើញថាអាជ្ញាធរសាធារណៈមិនមានលទ្ធភាពដោះស្រាយវិវាទដែលកើតចេញពីការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចឡើយលោកថាក្នុងគ្រាខ្លះអាជ្ញាធរមូលដ្ឋានផ្ទាល់ជាផ្នែកនៃការរំលោភបំពានសិទ្ធិពលរដ្ឋទើបពួកគេមិនអើពើចំពោះការទាមទារបែរជាបង្ក្រាបរាល់ការតវ៉ារបស់ពលរដ្ឋទៅវិញតំណាងពលរដ្ឋរងគ្រោះទំនាស់ដីធ្លីខេត្តកោះកុងលោកអានហាយ៉ាលើកពីបទពិសោធន៍នៃដំណោះស្រាយដីធ្លីដែលពលរដ្ឋក្នុងតំបន់នេះជួបប្រទះរួមមានការបង្ខំឲ្យទទួលសំណងមិនសមរម្យពីក្រុមហ៊ុនបានដីសម្បត្តិនិងការមិនអនុវត្តទូនីតិរបស់អាជ្ញាធរមូលដ្ឋានដែលបណ្ដាលឲ្យក្រុមហ៊ុនបន្តសកម្មភាពរបស់ខ្លួនរំលោភលើសិទ្ធិប្រជាពលរដ្ឋលោកថាជាញឹកញយបណ្ដឹងដីធ្លីដែលដាក់ទៅតុលាការតែងតែត្រូវបានច្រានចោលមូលហេតុថាមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអ្នកសម្របសម្រួលផ្នែកស្រាវជ្រាវនិងព័ត៌មាននៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាលោកជាសារ៉ុមឲ្យដឹងតាមការសិក្សាគិតចាប់ពីដើមទសវត្សរ៍ទី90មកទល់នឹងបច្ចុប្បន្ននេះទំនាស់ដីធ្លីដែលកើតមានចំនួន405ករណីគឺមាន311ករណីមិនទាន់ត្រូវបានដោះស្រាយលោកបន្តថាក្នុងនោះនៅរាជធានីភ្នំពេញមាន29ករណីខេត្តរតនគិរីមាន26ករណី
និងខេត្តកំពង់ស្ពឺមាន24ករណីហើយបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង30,000 នាក់លោកឲ្យដឹងដែរថាភាគច្រើនបណ្ដឹងគឺបានឈានរហូតទៅដល់ស្ថាប័នកម្ពុជាដូចជាក្រសួងសម័យស្ថាប័នព្រះមហាក្សត្រនិងសភាជាដើមតែការដោះស្រាយគឺមានភាពយឺតយ៉ាវហើយខ្លះគឺមិនត្រូវបានអើពើឡើយពលរដ្ឋដែលល្បាតព្រៃប្រឆាំងបទល្មើសព្រៃឈើស្វែងរកអន្តរាគមន៍បងប្អូនជនរួមជាទីមេត្រីបើយោងតាមគេហទំព័រភ្នំពេញប៉ុបបានចុះផ្សាយថាប្រជាសហគមន៍18នាក់ដែលបានដើរល្បាតព្រៃស្ថិតនៅភូមិឡៅកាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានដាក់ពាក្យបណ្ដឹងមកកាន់សមាគមអាតហុកនិងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃសៅរ៍បន្ទាប់ពីពួកគេប៉ះទង្គិចគ្នាជាមួយនឹងកម្មករក្រុមហ៊ុនក្រោយប្រទះឃើញពួកគេកាប់ឈើលើដីសហគមន៍ដោយគ្មានច្បាប់គេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈពលរដ្ឋរងគ្រោះឈ្មោះហ៊ានប៊ុនហ៊ីងអាយុ23ឆ្នាំនិយាយថាក្នុងពេលប៉ះទង្គិចគ្នារូបលោកត្រូវប៉ូលីសវាយនឹងកាំភ្លើងត្រង់ក្បាលពីខាងក្រោយដោយចោទថាបានរារាំងសកម្មភាពក្រុមហ៊ុនតែអ្នកភូមិគ្រាន់តែចង់រាយការណ៍ពីបទល្មើសព្រៃឈើតែប៉ុណ្ណោះលោកសុករដ្ឋាអ្នកសម្របសម្រួលសមាគមអាតហុកប្រចាំខេត្តមណ្ឌលគិរីបានថ្លែងឲ្យដឹងថាកាលពីថ្ងៃប្រហ័សក្រុមប្រជាសហគមន៍18នាក់ក្នុងនោះមានស្ត្រី6នាក់បាននាំដើរល្បាតព្រៃសហគមន៍ដោយពើប្រទះឃើញកម្មកររបស់ក្រុមហ៊ុន Villa Development កំពុងកាប់ឈើនិងឧបករណ៍រណាម៉ាស៊ីនធំចំនួន3និងឧបករណ៍មួយចំនួនទៀតលោកថាពួកគេបានរឹបអូសយកម៉ាស៊ីនរណារបស់ក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងមកប៉ូលីសតែត្រូវពួកគេរារាំងនិងប៉ះទង្គិចដោយហិង្សាជាមួយនឹងគ្នាលោកបានឲ្យដឹងទៀតថាប៉ូលីសក៏បានមកអន្តរាគមន៍បញ្ឈប់រួចបានបាញ់កាំភ្លើងឡើងលើមេឃហើយនៅក្នុងការប៉ះទង្គិចគ្នានោះមានកម្មករ2នាក់ត្រូវបានចាប់ខ្លួនឈ្មោះប៊ុនហ៊ីងអាយុ23ឆ្នាំឈ្មោះទីនព្រិលអាយុ18ឆ្នាំតែត្រូវដោះលែងមកវិញនៅថ្ងៃដដែលបន្ទាប់ពីអ្នកភូមិ50នាក់លើកគ្នាឲ្យមានការទាមទារដោះលែងនោះបិទទ្វារផ្ទះនាំគ្នាទៅស៊ីឈ្នួលថៃដោយសារតែគ្មានជំរឿតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាបើទោះបីជាខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជាដែលគ្រាន់តែនៅក្នុងឆ្នាំ2013មានភ្ញៀវទេសចរបរទេសចូលមកទស្សនាចំនួនជាង 2.2 លាននាក់ក៏ដោយក៏ឧស្សាហកម្មគ្មានផ្សែងមួយនេះស្ទើរតែមិនបានផ្ដល់អត្ថប្រយោជន៍អ្វីដល់កូនចៅចំនួនក្រោយរបស់អ្នកកសាងអង្គរនោះឡើយក្នុងខេត្តនេះយ៉ាងហោចណាស់មានមនុស្សប្រមាណ 20,000 នាក់បានចាក់ចោលភូមិកំណើតទៅប្រទេសថៃគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងតាមរយៈលោកអ៊ុនហានវ័យ25ឆ្នាំដែលគ្រួសាររបស់លោកមានសមាជិក9រូបដែលសិតតែទៅធ្វើការនៅប្រទេសថៃគឺជាមនុស្សម្នាក់ក្នុងចំណោមពលករចំណាក់ស្រុកខុសច្បាប់ជាង23,000 នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញកាលពី2សប្តាហ៍មុនសមាជិកទាំង9រូបនៃគ្រួសាររបស់លោកហានដែលរស់នៅក្នុងភូមិកេតយួរឃុំព្រៃឈូកស្រុកពួកបានចាក់ចេញអស់ពីផ្ទះកាលពី 3-4 ឆ្នាំមុនដើម្បីទៅធ្វើការនៅថៃប៉ុន្តែបានវិលត្រឡប់មកស្រុកវិញបន្ទាប់ពីសាច់ញាតិបានទូរស័ព្ទប្រាប់នៅក្នុងឆ្នាំ2013ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនោះបានទទួលភ្ញៀវទេសចរអន្តរជាតិរហូតដល់ 2,237,286 នាក់គឺមានការកើនឡើងប្រមាណ 30% បើធៀបទៅនឹងឆ្នាំ2012ដែលមានប្រមាណ 2,63,336 នាក់នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក៏ប៉ុន្តែបើទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងដល់ច្រើនបែបនេះក៏ដោយក៏ប្រាក់ចំណូលលើវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះវាហាក់មិនបានលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រជាច្រើននៅក្នុងខេត្តនេះដែលជាកូនចៅចំនួនក្រោយរបស់អ្នកសាងសង់អង្គរដ៏ល្បីល្បាញនោះឡើយលោកហានបាននិយាយរៀបរាប់ថាតាមបទពិសោធន៍របស់លោកដែលធ្លាប់ធ្វើការនៅថៃលោកអាចនិយាយបានថាវាមិនស្រួលទេហើយលោកជានិច្ចកាលតែងតែគិតអំពីអ្វីដែលនឹងកើតឡើងប្រសិនបើប៉ូលីសថៃចាប់ពួកគាត់ប៉ុន្តែប្រសិនបើពួកគាត់មិនទៅធ្វើការនៅថៃទេពួកគាត់នឹងដាច់ពោះស្លាប់ពួកគាត់ពិតជាគ្មានអ្វីធ្វើទាល់តែសោះនៅទីនេះមុនពេលនៅថៃលោកហានបានចំណាយប្រាក់ប្រមាណ$77ឲ្យមេខ្យល់ដើម្បីជូនលោកទៅថៃជាទីដែលលោកត្រូវបានគេសន្យាថានឹងផ្ដល់ប្រាក់ខែច្រើនហើយសមាជិកផ្សេងទៀតរបស់គ្រួសារលោកក៏បានចំណាយប្រាក់ដូចគ្នាដែរទោះជាយ៉ាងនេះក្តីលោកហានទទួលបានប្រាក់ប្រមាណ$9.2ក្នុងមួយថ្ងៃ
ប៉ុន្តែមានខែខ្លះថាកែថៃមិនបានបើកប្រាក់ឲ្យក៏មានដែរហើយលោកមិនហ៊ានសួរដេញដោលអ្វីទេព្រោះទីនោះមិនមែនជាស្រុកខ្មែរត្រង់នេះហើយបានជាលោកនៅទីនោះទោះបីពួកគេមិនបើកប្រាក់ខែឲ្យលោកជាច្រើនខែក៏ដោយលោកគ្មានជំរើសទេទោះបីជាមានក្តីបារម្ភអំពីអ្វីដែលកើតឡើងនៅពេលថ្មីនេះក៏ដោយក៏លោកហាននៅតែចង់ទៅធ្វើការនៅថៃវិញដោយសារនៅទីនោះជាកន្លែងតែមួយគត់ដែលផ្ដល់ការងារដល់លោកគណៈបកកុម្មុយនីសចិនបណ្ដេញមន្ត្រីជាន់ខ្ពស់បករបស់ខ្លួនក្នុងករណីពុករលួយបើយោងតាមគេហទំព័រ VOD បានចុះផ្សាយឲ្យដឹងថាគណៈបកកុម្មុយនីសចិនបណ្ដេញមន្ត្រីជាន់ខ្ពស់បករបស់ខ្លួនចំនួន4រូបក្នុងករណីពុករលួយដែលក្នុងនោះមានទាំងប្រធានត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋឧត្តមសេនីយ៍មួយរូបហើយ2រូបទៀតជាមន្ត្រីប្រេងកាតចិនគណៈតុលាការរបស់ប្រទេសធំនេះនឹងចេញដីកានាំខ្លួនមកសាកសួរនៅពេលឆាប់នេះគេហទំព័រដដែលនេះបានបន្តឲ្យដឹងទៀតថាបរិសុទ្ធ4រូបនេះគឺលោកយ៉ាង ជេមីនជាប្រធានអ្នកត្រួតពិនិត្យសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋលោកលីដុងសេងអនុប្រធានអ្នកត្រួតពិនិត្យសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋជនទី3គឺលោកវ៉ាងយ៉ុងឈុនអតីតអនុប្រធានសាជីវកម្មអាជ្ញាធរជាតិប្រេងកាតប្រទេសចិននិងលោកស៊ូកៃហ៊ូអតីតអនុប្រធានគណៈកម្មការអធិការកិច្ចកងទ័ពទីភ្នាក់ងារសារព័ត៌មានចិនសិនហួររាយការណ៍ថាចិនទាំង4រូបនេះនឹងត្រូវបានតុលាការព្រហ្មទណ្ឌធ្វើការចោទប្រកាន់ជាផ្លូវការហើយឈានដល់ការជំនុំជម្រះក្តីឆាប់នេះតាមច្បាប់ព្រហ្មទណ្ឌប្រទេសចិនបើរកកំហុសឃើញជនទាំង4រូបនេះអាចប្រឈមនឹងការកាត់ទោសមួយជីវិតនិងធ្ងន់ធ្ងរជាងនេះគឺរហូតដល់មានទោសប្រហារជីវិតលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរ៉ូសម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា